Rương Phnom Nieng Kong Rí, Nữ Khát Cầm Pùng Chnang. Nữ Khum Pung, Sruk Roleb Ia, Khát Cầm Pùng Chnang, Miền Phnom Mui Kbu Chinh Kế, Mơ Pi Chom Ngai Tứ, Khơi Đôi Manu Đếc Xuân Độc Khuôn. Nơi lờ Phnom Nú, miền rục khét chiết tội thấm đô chú trán đôi Phnom Ai Tiết nơi trung viên nụ đái, tai plai chính kế trong chẳng kế Phnom Nú, miền đô mỏ óm đô trán nan man tàn tập, nẹ sruk nơi trung viên Phnom Nú, kê mình bỏ rịp hốp mỏ óm nú tì, pru kê lư trái trái đầm đào thá, Phnom Nú cao bị rụp niềng cong rí giặc khi ní, chiêm hết sấy bra bút thầy sán, hai kê sân mọt thá, mỏ óm nú chỉ rôm dồn ní nơi niềng cong rí nụ ảnh. Mình ta bình nô, nơi chương Phnom Nú, miền tập bài thmò muối, ăn rai thmò muối, thôm tăng bị bồ ràn mốc, mình đăng chi nô ná sang tệ. Bộ chun nhạc lang tệ đò tì nú, lúc tệ dọc ăn rai thmò, bốc tập bài thmò nú, tớp mình tránh, ha nâng ban xúc sập bài. Ní chi chùm nưa ra bọn nẹ sruk, đại miền tăng bị bồ ràn càl. Phnom Nieng Kong Rí, Khát Cầm Pùng Chnang. Rương Nieng Kong Rí, miền sẽ cái đây sang khép đuôi tỏ tới nì. Cao bị prengนี้មានសេដ្ឋីម្នាក់នៅនគរមួយជាមនុស្សឥតកូនបាននាំប្រពន្ធទៅបុណ្យសុំកូននៅដើមជ្រៃមួយក្រោយពីបុណ្យមកប្រពន្ធមានកូន12នាក់សុទ្ធតែស្រីលុះបានកូនហើយសេដ្ឋីធ្លាក់ខ្លួនជាអ្នកទាល់ក្ររោគអាហារចិញ្ចឹមគ្មានក៏រទេះដឹកកូនទាំង12ទៅប្រោសចោលក្នុងព្រៃជ្រៃក្រោយពីឪពុកប្រោសចោលកូនទាំង12នាក់ក៏នាំគ្នាដាល់ក្នុងព្រៃទៅដល់នគរមួយជានគរយៈស្រីឈ្មោះនាងសន្ធោមាយៈស្រីនោះមានកូនស្រីមួយឈ្មោះនាងកងរីនាងសន្ធោមាបានឃើញនាងទាំង12ក៏តំណែងខ្លួនជាមនុស្សស្រីនាំយកនាងទាំងនោះទៅទុកប្រាសាទរបស់ខ្លួនឲ្យបម្រើនាងកងរីជាកូនដែរកៅនាងទាំង12ដឹងថានគរនោះជានគរយៈនាងសន្ធោមាជាយក្ខិនីហើយក៏នាំគ្នារត់ចេញនាងសន្ធោមាតាមរកទៅឃើញនាងទាំង12បានជាមហេសីព្រះបាទរថេសិតនៅនគរមនុស្សក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជាមហេសីព្រះបាទរថេសិតនោះដែរហើយនាងសន្ធោមាពុតធ្វើជាឈឺធ្ងន់ញុះញង់ពេទ្យឲ្យទូលព្រះបាទរថេសិតឲ្យឆ្កៀវភ្នែកនាងទាំង12យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួននិងឲ្យយកនាង12ដែលមានកភៈគ្រប់គ្នាទៅទុកក្នុងរណ្ដៅមួយជាមួយគ្នាបង្អត់អាហារហើយឲ្យយកគ្រាប់ភ្នែកនាងទាំង12ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួនឲ្យនាងកងរីជាកូនខ្លួនថែរក្សាបណ្ដានាងទាំង12នោះនាងបង11នាក់ត្រូវគេឆ្កៀលភ្នែកទាំងសងខាងឯនាងពៅត្រូវគេឆ្កៀលភ្នែកតែមួយខាងដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រីមួយខាងដែរនាងទាំង12ដែលមានកភៈនោះនាងពៅមានព្រះពោធិសត្វមកចាប់ផ្ទៃវេលានាងបងកាត់កូនមកភ្លាមគេហែកសាច់កូនចែកគ្នាស៊ីអស់ចំណែកនាងពៅកាត់កូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយលាក់ទុកមិនឲ្យនាងបងដឹងចំណែកកាលមកខាងក្រោយវេលាពុទ្ធិសែនធំពេញចំទងឡើងនាងសន្ធោមាដឹងថាជាកូននាង12ក៏ប្រើឲ្យជីសេះនាំសម្បុត្រទៅឲ្យនាងកងរីដោយដាក់សេចក្តីថាបើពុទ្ធិសែនមកដល់យប់ឲ្យស៊ីទាំងយប់ដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃបើពុទ្ធិសែនមកដល់យប់ឲ្យរៀបការទាំងយប់ដល់ថ្ងៃឲ្យរៀបការទាំងថ្ងៃជាមួយនាងជាកូនពេលដែលពុទ្ធិសែនទៅដល់នគរយៈនាងកងរីបានឃើញសម្បុត្រក៏រៀបការជាមួយពុទ្ធិសែនភ្លាមព្រះពុទ្ធិសែនបានសោយរាជ្យនៅនគរយៈមិនយូរប៉ុន្មានទេដោយនាងកងរីថ្វាយដំណឹងអំពីប្រស្រីភ្នែកមេដានិងអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជានិងថ្នាំសម្រាប់បោះទៅកើតជាទឹកសមុទ្រជាភ្នំបានក៏ទ្រង់លួចរត់ចោលនាងកងរីទាំងអត់ត្រៀតមកនគរវិញដោយសុវត្ថិភាពនាងកងរីតាមមកព្រះពុទ្ធិសែនបោះថ្នាំឲ្យកើតជាទឹកសមុទ្រខាងផ្លូវនាងកងរីក៏យំសោកស្លាប់ខ្លួននៅកណ្ដាលព្រៃហើយព្រះពុទ្ធិសែនមកដល់នគរវិញដោយសុវត្ថិភាពទ្រង់ដាក់ថ្នាំភ្នែកមេដានៅមេដាធំទាំងអស់ឲ្យជាឡែងហើយទ្រង់សម្លាប់នាងសន្ធោមាទៅទ្រង់សោយរាជ្យបានសុខសប្បាយរហូតដល់ទ្រង់ព្រះទិវាង្គតជំរាបសួរបងប្អូនពុកម៉ែទាំងអស់ដែលបានមកកាត់ YouTube របស់ខ្ញុំបើបងប្អូនស្រឡាញ់និងចូលចិត្តសូមជួយ Subscribe ម្នាក់មើលផងដើម្បីបានវីដេអូថ្មីៗសូមអរគុណ